បាត់ដំបងសម័យលោកម្ចាស់ភាគទី3មួយសតវត្សក្រោមអំណាចគ្រួសារចៅវាប៉ែនចាប់ពីឆ្នាំ1795មកចៅពញាអភ័យធិបេសប៉ែនបានឡើងឋានៈជាស្ដេចត្រាញ់ឈប់ស្ដាប់បង្គាប់ព្រះមហាក្សត្រខ្មែរនៅឧដុង្គទៀតហើយគាត់កាន់ការខេត្តបាត់ដំបងដោយមានជំនួយពីកងទ័ពសៀមហើយត្រូវលើកសួយសារអករាល់ឆ្នាំទៅថ្វាយព្រះចៅសៀមក្រោយដែលគាត់ស្លាប់ទៅគ្រួសារគាត់ទទួលមរតកត្រួតត្រាខេត្តបាត់ដំបងអស់5ដំណរហូតដល់ឆ្នាំ1907ទើបខេត្តបាត់ដំបងបានវិលមកប្រទេសកម្ពុជាវិញយើងនិយមហៅចៅពញាអភ័យធិបេសនេះថាចវាប៉ែនតាមងារដែលគាត់តាំងខ្លួនឯងជាធំត្រួតត្រាប្រទេសខ្មែរនៅឧដុង្គពាក្យថាចវាត្រូវបាត់បង់ទៅហើយចាប់តាំងពីស្ដេចសៀមបានតែងតាំងជាចៅពញាអភ័យធិបេសវិសេសសង្គ្រាមរាមនរិនអន្តជ័យអភ័យភេរីបរាពិហុយើងមិនមានឯកសារច្បាស់លាស់អំពីកូនចៅចវាប៉ែននេះទេព្រោះឯកសារនិយាយមិនអាចសល់គង់វង្សកើតយើងដឹងបានតែលោកកថាថនឈុំដែលជាស្ដេចត្រាញ់ចុងក្រោយបង្អស់នៃគ្រួសារចវាប៉ែនដែលគេហៅថាគ្រួសារអភ័យវង្សក្រោយដែលគាត់បានឡើងជាស្ដេចត្រាញ់ចវាប៉ែនបានចាត់រាស្ត្រខ្មែរ100,000នាក់ឲ្យទៅជួយដុតឥដ្ឋជីកព្រែកនៅឯរាជធានីសៀមធ្វើឲ្យខ្មែរព្រាត់ប្រាសប្រពន្ធកូនទៅរស់នៅស្រុកគេរហូតដល់សព្វថ្ងៃកើតជាសង្កាត់មួយហៅថាបាំងសែននៅក្រៅពេលដែលព្រះអង្គអេងសកុតនៅឆ្នាំ1806ចៅពញាអភ័យធិបេសប៉ែនបានយកបុត្រីនាមនាងទេពមកថ្វាយព្រះអង្គច័ន្ទដែលទើបនឹងឡើងសោយរាជ្យនៅឧដុង្គអ្នកនាងទេពនេះមានបុត្រីមួយអង្គនាមព្រះអង្គហែនដែលក្រោយមកយួនបានចាប់យកទៅជ្រមុជទឹកសម្លាប់នៅឯឡុងហោចៅពញាអភ័យធិបេសប៉ែនទទួលអនិច្ចកម្មនៅឆ្នាំ1809ប៉ុន្មានខែក្រោយដែលព្រះចៅសៀមប្រពុតយតហ្វាចលាលោកសុគតព្រះចៅថ្មីនៃប្រទេសសៀមគឺព្រះពុទ្ធលឹកឡានភាលីបានតែងតាំងលោកវិបុលរាជប៉ែនដែលត្រូវជាកូនលោកអភ័យធិបេសប៉ែនឲ្យឡើងកាន់អំណាចនៅខេត្តបាត់ដំបងដោយមាននីតិជាចៅពញាអភ័យធិបេសតមកទៀតលោកវិបុលរាជប៉ែនកាន់អំណាចបាន7ឆ្នាំក៏ធ្វើមរណកាលទៅលោករស់ដែលត្រូវជាកូនលោកវិបុលរាជប៉ែនត្រូវបានស្ដេចសៀមតែងតាំងជាចៅពញាអភ័យធិបេសតមកទៀតចាប់ពីឆ្នាំ1816លោកអភ័យធិបេសរស់កាន់អំណាចបាន20ឆ្នាំក៏ធ្វើមរណកាលទៅទៀតនៅឆ្នាំ1835នៅពេលនេះនៅឯរាជធានីឧដុង្គមានវិបត្តិរាជវង្សយ៉ាងខ្លាំងយួនបានលើកសត្រីអង្គមីឲ្យសោយរាជ្យព្រះអង្គឌួងនិងព្រះអង្គអឹមដែលជាព្រះអនុជព្រះអង្គច័ន្ទបានរត់ទៅស្រុកសៀមបានឧបត្ថម្ភព្រះអង្គអឹមនិងព្រះអង្គឌួងដោយចាត់ឲ្យព្រះអង្គអឹមមកគង់នៅបណ្ដោះអាសន្ននៅឯបាត់ដំបងឯព្រះអង្គឌួងយាងមកគង់នៅមង្គលបុរីត្រង់វត្តពោលួងនៅពេលមកដល់បាត់ដំបងព្រះអង្គអឹមបានកសាងប៉មបន្ទាយមួយដែលជាប៉មបន្ទាយធ្វើអំពីឈើច្រោះក្តារចាក់ដីប៉ុន្តែទឹកលិចនៅរដូវវស្សានៅពេលនោះស្ដេចសៀមព្រះនางក្លាវហាក់ដូចជាចង់ឈប់ឲ្យគ្រួសារចវាប៉ែនកាន់អំណាចនៅបាត់ដំបងទៀតហើយបានជាប្រកុលខេត្តបាត់ដំបងឲ្យទៅព្រះអង្គអឹមត្រួតត្រាវិញព្រះអង្គអឹមមិនពេញចិត្តនឹងធ្វើត្រឹមតែជាស្ដេចត្រាញ់ត្រួតខេត្តមួយទេគឺចង់តែមកសោយរាជ្យនៅឧដុង្គតែម្ដងគាត់ជួនពេលនោះយួនដឹងថាព្រះអង្គអឹមមកគង់នៅបាត់ដំបងក៏ចាត់ភ្នាក់ងារសម្ងាត់ដែលគេហៅថាអង្គភោឲ្យចូលមកប្រឡោមព្រះអង្គអឹមដោយបោកប្រាស់ថាយួនប្រគល់រាជសម្បត្តិថ្វាយព្រះអង្គអឹមត្រេកអរណាស់ព្រោះត្រូវនឹងចំណុចចិត្តក៏សរសេរសម្បត្តិសម្ងាត់មួយទៅថ្វាយស្ដេចសៀមថាព្រះអង្គឌួងដែលគង់នៅមង្គលបុរីមានតាក់ទងសំគំនិតគ្នាជាមួយយួនកលល្បិចនេះមានគោលបំណងបំបែកព្រះអង្គឌួងកុំឲ្យមកសោយរាជ្យនៅឧដុង្គប្រជែងនឹងព្រះអង្គស្ដេចសៀមទទួលដំណឹងនេះភ្លាមក៏ចាត់ឲ្យគេមកយាងព្រះអង្គឌួងទៅឯក្រុងបាងកកនៅពេលមានឱកាសល្អព្រះអង្គអឹមក៏លួចធ្វើដំណើរដោយស្ងាត់ជាមួយភ្នាក់ងារយួនទៅឧដុង្គព្រះអង្គអឹមមិនបានយាងទៅតែម្អងឯងទេថែមទាំងបានចាប់លោកបាឡាត់រស់ក្រំការខេត្តបាត់ដំបង
ព្រមទាំងគៀគ្រួសារខ្មែរនៅតាមផ្លូវយកទៅផងតែនៅពេលទៅដល់ពោធិ៍សាត់យួនក៏ចាប់ព្រះអង្គព្រមទាំងលោកបល្ល័តរស់ទាំងគ្រួសារខ្មែរយកទៅឃុំទុកឯក្រុងវេនាប្រទេសអាប់ណាមយួនឃុំគ្រួសារខ្មែរទុកនៅឯស្រុកវាអស់រយៈពេលជាង10ឆ្នាំនៅក្រុងវេនេះលោកបល្ល័តរស់បានបន់ស្រន់ព្រះរតនត្រ័យសូមឲ្យជួយគាត់និងគ្រួសារឲ្យបានត្រឡប់មកស្រុកទេសវិញលោកបល្ល័តបានបន់ស្រន់ថានឹងកសាងវត្តមួយដើម្បីតបស្នងសងគុណព្រះរតនត្រ័យហេតុនេះហើយបានជាពេលក្រោយដែលគាត់បានមកស្រុកវិញលោកបល្ល័តបានសាងវត្តមួយដែលគេហៅថាវត្តបល្ល័តសពថ្ងៃ